បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនិយាយពីរឿងការបោះឆ្នោតនៅក្នុងប្រទេសថៃណាថាតើការបោះឆ្នោតនៅក្នុងប្រទេសថៃនឹងមានឥទ្ធិពលប៉ុណ្ណានៅក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃហើយនឹងពង្រឹងនៅតំណែងតំណងសេដ្ឋកិច្ចការទូតរវាងកម្ពុជាថៃឡើងវិញខ្ញុំនឹងនិយាយពីបរិបទហ្នឹងឥឡូវនេះបើសិនជាយើងមើលនៅក្នុងបណ្ដាសារព័ត៌មានជាច្រើនមានទាំង BBC Reuters អីជាច្រើនគេបានរំលេចថានៅក្នុងគណៈបករបស់ប៊ូមចៃថៃរបស់លោកអនុទានហ្នឹងគឺជាអ្នកទទួលបានសម្លេងដឹកមុខគេហើយគណៈបករបស់លោកហ្នឹងអាចបើសិនជាយើងនិយាយពីរឿងការទទួលបាននៅអាសនៈកៅអីហ្នឹងគឺជិត200កៅអីប៉ុន្តែកៅអីដែលគាត់ទទួលបានហ្នឹងมันអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេអញ្ចឹងក៏ត្រូវតែមានគេហៅថាគណៈបកដទៃទៀតចូលរួមដើម្បីបង្កើតរដ្ឋាភិបាលប៉ុន្តែបើសិនជាយើងមើលនៅក្នុងបរិបទដែលគណៈបកប៊ូមចៃថៃនឹងគាត់សន្យាឬក៏ឃោសនារោគសម្លេងឆ្នោតតើគាត់សន្យាជាមួយប្រជាប្រដ្ឋខ្លួនឯងហើយនឹងលើកឡើងពីបញ្ហាអ្វីខ្លះដែលនាំឲ្យគាត់នឹងទទួលបាននៅសម្លេងឆ្នោតនឹងឈ្នះឆ្នោតនឹងដឹកមកគេទោះបីជាមិនទទួលបាននៅសម្លេងទឹកនាំបង្កើតរដ្ឋាភិបាលតែជាសម្លេងមួយដែលទទួលបាននៅអាសនៈច្រើនជាងគេនៅក្នុងគណៈបកនយោបាយក្នុងប្រទេសថៃអញ្ចឹងអ្វីដែលគាត់សន្យាជាមួយប្រជាប្រដ្ឋថៃណានៅពេលដែលគាត់ឃោសនាបោះឆ្នោតនោះគឺគាត់លើកឡើងនៅ5ចំណុចបាទទី1នោះគឺគាត់មានអ្វីដែលគាត់ឃោសនានេះគឺគោលដៅរបស់គណៈបកភូមិចៃថៃនេះគឺបង្កើតការងារថ្មីគឺ10លានកន្លែងគឺអ្វីដែលគាត់សន្យាដែលជាចំណុចទី1ទី2នោះគឺគាត់ពង្យាពេលនៃអ្នកជាប់បំណុលអ្នកដែលជាពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុនោះគឺពង្យាពេលរហូតដល់3ឆ្នាំនេះគឺជាអ្វីដែលគាត់សន្យាទី3នោះគឺគាត់នឹងផ្ដល់នៅហៅថាការគ្រប់សហគ្រាសសំទោសគ្រប់ទៅនឹងក្រមគ្រួសាររបស់ប្រទេសថៃនោះទទួលបាននៅការគេហៅថា free panel solar ការទទួលបាននៅបន្ទះ solar នោះ free ដើម្បីឲ្យគាត់ទទួលបាននៅការប្រើប្រាស់អគ្គិសនីត្រង់ថ្លៃមួយទៀតណានេះគឺជាអ្វីដែលគាត់សន្យាទី4នោះគឺការហៅថាយើងនិយាយសម្ញថាការផ្ដល់នៅគេហៅអិនទានគ្រប់គ្រងទៅនឹងម៉ូតូអគ្គិសនីណាត្រង់អត្រាការប្រាក់មួយទៀតដែរនេះគឺជាអ្វីដែលគាត់សន្យាទី3នេះគឺnational security គឺសុវត្ថិភាពជាតិដែលគណៈបកប៊ូមចៃថៃនឹងគាត់បានសន្យាជាពិសេសនេះគឺការពង្រឹងព្រំដែនកាន់តែរឹងមាំដែលគណៈបកប៊ូមចៃថៃតាមរយៈលោកអនុទាននឹងគឺគាត់ប្រើជាធនាគារឃោសនារោគសម្លេងឆ្នោតអញ្ចឹងឥឡូវនេះគឺគាត់ទទួលបានជោគជ័យហើយអញ្ចឹងអ្វីដែលគាត់សន្យាគឺត្រូវតែធ្វើហើយគេបារម្ភថានៅពេលដែលគណៈបកលោកអនុទាននឹងឈ្នះឆ្នោតនឹងការវិភាគនៅក្នុងបណ្ដាសារព័ត៌មានទាំង Reuters ឬ BBC នេះគេលើកឡើងថាទំនាក់ទំនងផ្នែកការទូតហាក់ដូចជារឿងពិបាកក្នុងការយកមកដំណោះស្រាយដោយសារតែអាចនឹងប្រើជំរើសយោធាច្រើនជាងជំរើសការទូតដោយសារតែគណៈបកប៊ូមចៃថៃនេះគឺជាគណៈបកមួយដែលមាននិន្នាការជាតិនិយមណា nationalism អញ្ចឹង nationalism នោះគឺជាអ្នកដែលបំផុសឲ្យមានបញ្ហានៅក្នុងសង្គមអញ្ចឹងបើសិនជាយើងមើលនៅក្នុងរយៈកាលកន្លងមកយោងទៅតាមការសិក្សាស្រាវជ្រាវមួយរបស់វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ហ្នឹងគឺគេបានរំលេចថាកត្តាជាតិនិយមនោះគឺជាអ្នកបង្កឲ្យមានបញ្ហាហើយកត្តាជាតិនិយមនោះគឺជាឧបសគ្គរាល់ដំណោះស្រាយនានារវាងព្រំដែនកម្ពុជាថៃនេះគឺជាអ្វីដែលវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ICIS នេះគេបានរំលេចអញ្ចឹងយើងមើលនៅក្នុងការឈ្នះឆ្នោតរបស់គណៈបកប៊ុំចៃថៃនោះទំនងជាកំណើននៃកត្តាជាតិនិយមនឹងនឹងកើនឡើងហើយអាចនឹងប្រើឥទ្ធិពលនយោបាយច្រើនជាងជំរើសផ្នែកសេដ្ឋកិច្ចឬក៏ជំរើសការទូតដើម្បីដោះស្រាយបញ្ហានានាជាពិសេសនោះគឺព្រំដែនកម្ពុជាថៃប៉ុន្តែបើសិនយើងងាកទៅជ្រុងទៀតគណៈបកលោកអនុទានទោះបីជាឈ្នះឆ្នោតមែនប៉ុន្តែគាត់មិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេអញ្ចឹងគាត់នឹងត្រូវសហការជាមួយនឹងគណៈបកទីតីផ្សេងទៀតដែលទទួលបានអាសនៈអញ្ចឹងឥឡូវនេះបើសិនជាយើងមើលនៅក្នុងសារព័ត៌មានរាយការណ៍របស់ Reuters គឺគណៈបកភូមិចៃថៃគឺមានសម្ព័ន្ធមិត្តរបស់ខ្លួនឯងនេះគឺរវាងគណៈបកខ្លាថាមអញ្ចឹងគាត់ទទួលបានគណៈបកនោះទទួលបាន60កៅអីអញ្ចឹងបើសិនជាមានការរួមបញ្ចូលសម្ព័ន្ធមិត្តរវាងភូមិចៃថៃនិងខ្លាថាមគណៈបកខ្លាថាមនោះគឺទទួលបាននូវសម្លេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីដែលលោកអនុទាននឹងអាចនឹងប្រើជំរើសនឹងនេះគឺជាសាវតាមួយដែលខ្ញុំចង់បញ្យល់ប្រាប់បងប្អូនថាតើការជាប់ឆ្នោតឬក៏គណៈបកដែលជាប់ឆ្នោតថ្មីនឹងមានឥទ្ធិពលប៉ុណ្ណានៅក្នុងវិវាទដោះស្រាយចំនួនព្រំដែនកម្ពុជាថៃឬក៏មានឥទ្ធិពលបែបណានៅក្នុងការស្ដារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញរវាង
កម្ពុជានិងថៃនឹងបាទនេះគឺជាអ្វីដែលខ្ញុំចែកម្លេចជាចំណេះដឹងទូទៅជាព័ត៌មានបឋមទេបាទ